តាអ្នកធ្លាប់និយាយទេថានឹងធ្វើវានៅពេលក្រោយឬបន្តិចទៀតខ្ញុំនឹងធ្វើវាហើយយើងគ្រប់គ្នាតែងតែនិយាយពាក្យនេះដំបូងឡើយវាគ្មានផលរំខានណាមួយឡើយប៉ុន្តែអ្នកមិនដឹងទេថាពាក្យបន្តិចទៀតធ្វើហើយវាធ្វើឲ្យអ្នកខាតពេលវេលាហើយពេលមួយថ្ងៃទៅមួយថ្ងៃវានឹងធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់យើងពេលវេលាចេះតែបាត់បង់ទៅដោយសារតែយើងចំណាយពេលវេលាដ៏ច្រើនលើសលប់លើប្រព័ន្ធសង្គមពេលវេលាមួយថ្ងៃបានកន្លងទៅបន្តចូលដល់មួយឆ្នាំហើយយើងតែងតែយកលេសរងចាំពេលវេលាល្អបំផុតដើម្បីនឹងធ្វើវាមនុស្សគ្រប់គ្នាមានពេលវេលា24ម៉ោងដូចគ្នាប៉ុន្តែអ្នកដែលចេះប្រើពេលវេលាបានត្រឹមត្រូវនឹងទទួលបានជោគជ័យកំពូលហើយអ្នកដែលតែងតែយកលេសនឹងបញ្ចប់ដោយពាក្យស្ដាយក្រោយបើប្រៀបធៀបនឹងសិស្សពូកែនៅក្នុងថ្នាក់និងសិស្សដែលខ្សោយជាងគេនៅក្នុងថ្នាក់គឺពួកគេមានពេលវេលានិងឱកាសដូចគ្នាប៉ុន្តែអ្វីដែលខុសគ្នាគឺសិស្សពូកែគាត់ចេះប្រើពេលវេលាបានត្រឹមត្រូវឯសិស្សដែលខ្សោយបែរជាចំណាយពេលវេលាឥតប្រយោជន៍ទៅវិញរឿងខាងក្រោមនិយាយពីក្មេងប្រុសម្នាក់ដែលស្វែងយល់ពីការពិតប្រហែលជារឿងនេះអាចជួយឲ្យអ្នកយល់ពីរឿងខ្លះថាវាពិតជាសំខាន់ពេលវេលាមិនរងចាំយើងទេសូមស្ដាប់រឿងនេះឲ្យដល់ចប់ព្រោះវាមិនមែនគ្រាន់តែរឿងនិទានប៉ុណ្ណោះទេប៉ុន្តែវាជាកញ្ចក់ដែលអាចឆ្លុះបញ្ចាំងពីអ្នកបានតោះទៅស្ដាប់រឿងនេះទាំងអស់គ្នានៅក្នុងភូមិដាច់ស្រយាលមួយមានក្មេងប្រុសម្នាក់មានអ្វីគ្រប់យ៉ាងដែលគាត់ចង់បានឪពុកម្ដាយគួរឲ្យស្រឡាញ់គ្រូល្អនិងផ្ទះរស់នៅដ៏សមរម្យមួយគាត់ជាក្មេងឆ្លាតនិងចិត្តល្អប៉ុន្តែគាត់មានចំណុចខ្វះខាតមួយគឺភាពខ្ជិលច្រអូសគាត់តែងតែទុកកិច្ចការសាលារបស់គាត់ចោលហើយតែងតែនិយាយថាខ្ញុំនឹងធ្វើវានៅពេលក្រោយគ្រប់ការងារទាំងអស់ពេលម្ដាយរបស់គាត់ឲ្យគាត់រៀបចំបន្ទប់របស់គាត់តែងតែនិយាយថាបន្តិចទៀតកូនធ្វើហើយម៉ាក់ពេលគ្រូដាក់កិច្ចការសាលាឲ្យគាត់ធ្វើគាត់គិតថាគាត់នៅសល់ពេលច្រើនសម្រាប់ធ្វើវាពេលមិត្តភ័ក្តិបបួលឲ្យគាត់រៀនអ្វីដែលថ្មីគាត់ឆ្លើយថាចាំពេលក្រោយទៅថ្ងៃប្រែទៅជាអាទិត្យប្រែទៅជាខែប៉ុន្តែក្មេងប្រុសរបស់យើងគឺមិនមានការផ្លាស់ប្ដូរអ្វីឡើយខណៈមិត្តភ័ក្តិរបស់គាត់បានទៅជំហានបន្ទាប់អស់ហើយមិត្តភ័ក្តិរបស់គាត់រៀនពីឧបករណ៍ភ្លេងហើយទទួលបានលទ្ធផលល្អក្នុងការប្រឡងព្រមទាំងអភិវឌ្ឍនៅទេពកោសល្យថ្មីផងដែរប៉ុន្តែក្មេងប្រុសរបស់យើងនៅតែគិតនឹងរងចាំពេលវេលាល្អក្នុងការចាប់ផ្ដើមឪពុកម្ដាយគាត់មានការបារម្ភយ៉ាងខ្លាំងចំពោះគាត់ហើយគ្រូរបស់គាត់ក៏មិនសប្បាយចិត្តចំពោះគាត់ដូចគ្នាពួកគាត់ទាំងអស់គ្នានិយាយដូចគ្នាថាពេលវេលាគឺមានតម្លៃណាស់ប៉ុន្តែពាក្យទាំងនោះមិនមានឥទ្ធិពលវិជ្ជមានណាមួយលើគាត់នោះទេគាត់បែរជាគិតថាគួរឲ្យចង់សើចទៅវិញថ្ងៃមួយគាត់ចាប់ផ្ដើមភ័យបន្ទាប់ពីគាត់ប្រឡងធ្លាក់មុខវិជ្ជាមួយក្មេងប្រុសរបស់យើងក៏សម្រេចចិត្តទៅជួបអ្នកប្រាជ្ញម្នាក់ដែលរស់នៅចុងភូមិរបស់គាត់អ្នកភូមិបាននិយាយតគ្នាថាអ្នកប្រាជ្ញនេះបានជួយដោះស្រាយបញ្ហាជីវិតឲ្យគេច្រើនណាស់អ្នកប្រាជ្ញអង្គុយយ៉ាងស្ងៀមស្ងាត់នៅក្រោមដើមឈើធំមួយពេលឃើញក្មេងប្រុសគាត់ញញឹមហើយសួរថាតើអ្នកមកជួបខ្ញុំមានការអ្វីមើលទៅអ្នកដូចជាមិនសប្បាយចិត្តទេក្មេងប្រុសតបថាខ្ញុំមិនសប្បាយចិត្តហើយខ្វល់ខ្វាយមនុស្សគ្រប់គ្នានិយាយថាខ្ញុំខ្ជះខ្ជាយពេលវេលាហើយខ្ញុំមិនយល់ថាវាជាបញ្ហាធំនោះទេខ្ញុំនៅក្មេងនៅឡើយ
ហើយនៅមានពេលវេលាច្រើនណាស់សម្រាប់ខ្ញុំអ្នកប្រាជ្ញងក់ក្បាលហើយនិយាយពន្យល់គាត់ដោយយកចិត្តទុកដាក់ខ្ញុំដឹងថាអ្នកជាក្មេងឆ្លាតពូកែហើយចិត្តល្អប៉ុន្តែអ្នកមានចំណុចខ្វះខាតមួយក្មេងប្រុសភ្ញាក់ផ្អើលពេលបានឮលោកអ្នកប្រាជ្ញនិយាយបែបនេះហើយក៏សួរត្រឡប់ទៅវិញថាខ្ញុំមានចំណុចខ្វះខាតមួយតើចំណុចខ្វះខាតនោះគឺជាអ្វីខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការក្នុងជីវិតរបស់ខ្ញុំអ្នកប្រាជ្ញញញឹមហើយបន្តទៀតថាខ្ញុំនឹងនិទានរឿងមួយឲ្យឯងស្ដាប់ពីបុរសក្រីក្រនិងខ្ជិលច្រអូសម្នាក់ប្រហែលរឿងនេះអាចជួយអ្នកបានកាលពីព្រេងនាយមានស្ដេចចិត្តល្អមួយអង្គគ្រប់គ្រងនៅនគរមួយគាត់ចិត្តល្អស្រឡាញ់រាស្ត្ររបស់គាត់ណាស់គាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញខាងសប្បុរសគាត់ជួយប្រជាជនក្រីក្រក្នុងនគររបស់គាត់ជាច្រើនក្តីសន្តោសរបស់គាត់ប្រៀបដូចជាឪពុកស្រឡាញ់បីបំកូនថ្ងៃមួយដាច់ចុះសួរសុខទុក្ខរាស្ត្រតាមទីផ្សារក៏បានឃើញបុរសម្នាក់ស្រែកទៅកាន់មនុស្សជុំវិញគាត់ដោយភាពខឹងក្រោធស្ដេចក៏ឆ្ងល់ដើរទៅរកបុរសនោះមើលថាតើមានរឿងអ្វីកើតឡើងតែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបុរសនោះគឺជាមិត្តភក្តិរបស់គាត់កាលពីកុមារភាពគាត់មិនដែលបានជួបគ្នាអស់រយៈពេលយ៉ាងយូរមកហើយស្ដេចបានឃើញមិត្តរបស់ខ្លួនក្រយ៉ាងខ្លាំងអត់ការងារធ្វើបាត់បង់អស់ការគោរពនៅក្នុងសង្គមហើយមានការលំបាកជាខ្លាំងក្នុងជីវិតរបស់គាត់ស្ដេចចូលកាន់តែចិត្តទៅកាន់បុរសក្រីក្រដើម្បីចង់ដឹងថាហេតុអ្វីគាត់ខឹងខ្លាំងយ៉ាងនេះស្ដេចបានសួរបុរសក្រីក្រពីជីវិតរបស់គាត់ហើយបុរសក្រីក្រក៏បានឆ្លើយថាព្រះអង្គម្ចាស់ខ្ញុំមិនយល់សោះថាហេតុអ្វីមនុស្សគ្រប់គ្នាគិតថាខ្ញុំជាមនុស្សមិនបានការពេលខ្ញុំសុំពួកគេធ្វើការពួកគេមិនទទួលខ្ញុំឲ្យធ្វើការឡើយហើយពួកគេតែងតែនិយាយថាខ្ញុំធ្វើការមិនទាន់ពេលវេលាខ្ញុំមិនដឹងថាខ្ញុំគួរធ្វើយ៉ាងណាល្អនោះទេខ្ញុំមិនដឹងថាតើខ្ញុំអាចចិញ្ចឹមគ្រួសាររបស់ខ្ញុំដោយរបៀបណានោះទេដោយចិត្តសប្បុរសស្ដេចបាននិយាយថាអោមិត្តដ៏កំសត់របស់ខ្ញុំអើយខ្ញុំចង់ជួយអ្នកស្អែកព្រឹកចូលអ្នកទៅវាំងរបស់ខ្ញុំនឹងបើកឃ្លាំងប្រាក់របស់ខ្ញុំសម្រាប់អ្នកចាប់ពីពេលព្រឹករហូតដល់ព្រះអាទិត្យលិចអ្នកអាចយកមាសប្រាក់កែវកងច្រើនតាមដែលអ្នកអាចយកបានហើយអ្វីដែលអ្នកយកបានវាជារបស់អ្នកប៉ុន្តែអ្នកត្រូវចាំថាអ្នកមានពេលតែមួយថ្ងៃទេពេលព្រះអាទិត្យលិចទ្វារឃ្លាំងនឹងបិទបុរសក្រីក្ររំភើបយ៉ាងខ្លាំងហើយក៏អរគុណស្ដេចរួចត្រឡប់ទៅផ្ទះវិញហើយស្រមៃពីមាសពេជ្រកែវកងដែលគាត់នឹងត្រូវប្រមូលស្អែកឡើងព្រះអាទិត្យរះដូចសពមួយដងប៉ុន្តែបុរសក្រីក្ររបស់យើងគិតថាខ្ញុំមានពេលពេញមួយថ្ងៃអញ្ចឹងខ្ញុំហូបបាយព្រឹកខ្ញុំសិនគាត់ហូបយឺតបន្ទាប់ពីហូបបាយព្រឹកហើយគាត់គិតទៀតថាគាត់នៅសល់ពេលច្រើនទៀតដើម្បីទៅយកមាសពេជ្រអញ្ចឹងខ្ញុំសម្រាកបន្តិចសិនគាត់គិតថាសម្រាកដើម្បីឲ្យស្រកបាយតែមានឯណាពេលដែលគាត់ភ្ញាក់ឡើងថ្ងៃត្រង់បាត់ទៅហើយគាត់ក៏ប្រញាប់រស់រាន់ទៅយកមាសតែដើរបានពាក់កណ្ដាលផ្លូវគាត់ក៏មានអារម្មណ៍ថាអស់កម្លាំងហើយគាត់ក៏សម្រាកតាមផ្លូវទៀតដោយគិតថាឃ្លាំងប្រាក់វាអត់ទៅណាទេសម្រាកតែមួយផ្លែតទេតែមានឯណាពេលគាត់ភ្ញាក់ឡើងព្រះអាទិត្យចាប់ផ្ដើមលិចបណ្ដើរហើយដោយភាពភ័យខ្លាចគាត់ក៏រត់ទៅកាន់តែលឿនតាមដែលអាចធ្វើទៅបានដើម្បីទៅវាំងប៉ុន្តែពេលគាត់ទៅដល់អ្នកយាមបានបិទទ្វារឃ្លាំងប្រាក់បាត់ទៅហើយ
គាត់បានអង្វរអ្នកយាមឲ្យបើកទ្វារតែបន្តិចទេហើយរៀបរាប់ទាំងទឹកភ្នែកថាស្ដេចបានឲ្យខ្ញុំមកយកមាសយកពេជ្រកែវកងហេតុអ្វីអ្នកបិទទ្វារទៅវិញពេលនោះអ្នកយាមបានតបទៅវិញថាពិតហើយប៉ុន្តែពេលដែលអ្នកត្រូវមកយកគឺត្រូវមកយកមុនពេលព្រះអាទិត្យលិចពេលវេលារបស់អ្នកអស់ហើយដូចនេះអ្នកមិនអាចយកវាបានទេបុរសក្រីក្រទន់ជង្គង់ដល់ដីហើយដឹងច្បាស់ថាអ្វីដែលគាត់បានបាត់បង់មិនមែនដោយសារគាត់គ្មានឱកាសនឹងធ្វើវានោះទេប៉ុន្តែដោយសារគាត់ធ្វេសប្រហែសដោយគិតថាគាត់មានពេលវេលាច្រើនទៀតសម្រាប់ធ្វើវាអ្នកប្រាជ្ញបានបញ្ចប់រឿងនិទានរបស់គាត់ហើយសម្លឹងទៅក្មេងប្រុសរបស់យើងដែលកំពុងតែភ្លាំងភ្លឹកស្មារតីក្រោយពីបានស្ដាប់រឿងនេះហើយតើអ្នកយល់ហើយឬនៅក្មេងតូចអ្នកប្រាជ្ញសួរជារៀងរាល់ថ្ងៃប្រៀបដូចជាឃ្លាំងប្រាក់ពេលព្រះអាទិត្យចាប់ផ្ដើមរះវាសុទ្ធតែជាឱកាសដើម្បីរៀនដើម្បីលូតលាស់ដើម្បីអភិវឌ្ឍប៉ុន្តែឱកាសទាំងអស់នេះមិនរងចាំអ្នកឡើយពេលវេលាដែលបាត់ទៅហើយមិនអាចយកត្រឡប់មកវិញបានទេកៅភ្នែកក្មេងប្រុសពោពេញទៅដោយទឹកភ្នែកដោយស្ដាយនៅពេលវេលាដែលកន្លងទៅហើយគាត់គិតថាគាត់ដូចនឹងបុរសក្រីក្រក្នុងរឿងនិទានអ្នកប្រាជ្ញបាននិយាយថាប៉ុន្តែវាមិនទាន់យឺតពេលសម្រាប់អ្នកទេអ្នកនៅក្មេងឱកាសអ្នកមានច្រើនប៉ុន្តែត្រូវចាំថាពេលព្រះអាទិត្យលិចអ្នកបានបាត់ឱកាសមួយហើយអ្នកមិនអាចយកវាត្រឡប់មកវិញបានទេក្មេងប្រុសក្រោកឈរហើយធ្វើការបដិញ្ញាចិត្តថានឹងផ្លាស់ប្ដូរទម្លាប់មិនល្អរបស់គាត់ក្មេងប្រុសអរគុណអ្នកប្រាជ្ញហើយត្រឡប់ទៅផ្ទះវិញចាប់តាំងពីថ្ងៃនោះមកគ្រប់យ៉ាងបានផ្លាស់ប្ដូរពេលម្ដាយរបស់គាត់ប្រាប់ឲ្យគាត់ធ្វើអ្វីមួយគាត់ធ្វើវាភ្លាមពេលគាត់មានកិច្ចការសាលាគាត់ធ្វើវាភ្លាមក្នុងថ្ងៃតែមួយដូចគ្នាពេលមានឱកាសរៀនអ្វីដែលថ្មីគាត់រៀនវាដោយគ្មានការស្ទាក់ស្ទើរចំណាត់ថ្នាក់របស់គាត់ប្រសើរឡើងជាលំដាប់គាត់ចាប់ផ្ដើមរៀនព្យ៉ាណូដែលគាត់ឈប់រៀនយូរមកហើយគាត់ជួយការងារផ្ទះហើយបង្រៀនក្មេងៗក្នុងភូមិតាមអ្វីដែលគាត់ធ្វើបានមួយឆ្នាំក្រោយមកក្មេងប្រុសដែលតែងតែមកសាលាយឺតក៏ក្លាយជាសិស្សគំរូប្រចាំសាលាឪពុកម្ដាយគ្រូរបស់គាត់សប្បាយចិត្តនិងមានមោទនភាពចំពោះគាត់យ៉ាងខ្លាំងច្រើនឆ្នាំក្រោយមកក្មេងប្រុសបានក្លាយជាបុគ្គលជោគជ័យហើយមនុស្សជាច្រើនតែងតែសួរគាត់ថាតើអ្វីជារូបមន្តជោគជ័យរបស់អ្នកក្មេងប្រុសយើងតែងតែញញឹមហើយឆ្លើយថាខ្ញុំបានយល់ច្បាស់ថាពេលវេលាគឺជាទ្រព្យដ៏មហាសាលពេលវេលាដែលយើងចំណាយឥតប្រយោជន៍ដូចជាការបោះមាសចោលអញ្ចឹងភាពខុសគ្នារវាងបុគ្គលជោគជ័យនិងបរាជ័យគឺមិនអាស្រ័យលើសំណាងឬទេពកោសល្យនោះទេប៉ុន្តែវាគឺជាភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ពេលវេលាដូច្នេះត្រូវធ្វើការងាររបស់អ្នកនៅថ្ងៃនេះកុំរងចាំថ្ងៃស្អែកពីព្រោះពេលខ្លះថ្ងៃស្អែកដែលអ្នកនិយាយវាមិនកើតមានឡើយ